ប្រយោគមួយឃ្លាដែលនិយាយថាការផ្ដល់ឱកាសភាគច្រើនយើងតែងតែផ្ដល់ឱកាសទៅដល់មនុស្សជុំវិញខ្លួនយើងជារឿយប៉ុន្តែអ្វីដែលយើងភ្លេចគឺយើងភ្លេចផ្ដល់ឱកាសឲ្យខ្លួនឯងហេតុអីបានជាខ្ញុំលើកចំណុចមួយនេះមកនិយាយដោយសារការផ្ដល់ឱកាសខ្លួនឯងមនុស្សជាច្រើនគឺតែងតែភ្លេចអ្វីដែលយើងឃើញគឺឃើញអ្នកដតីឃើញកំហុសអ្នកដតីហើយយើងយល់អំពីអ្នកដតីប៉ុន្តែយើងភ្លេចយល់អំពីខ្លួនឯងពេលខ្លះយើងក៏ចង់បានឱកាសថ្មីមួយដូចគ្នាដូច្នេះហើយការផ្ដល់ឱកាសខ្លួនឯងគឺពិតជាសំខាន់ពេលខ្លះយើងធ្លាប់ធ្វើខុសពេលខ្លះយើងគិតថាយើងមិនអាចផ្លាស់ប្ដូរខ្លួនឯងដោយសារយើងមិនបានផ្ដល់ឱកាសឲ្យខ្លួនឯងប៉ុន្តែនៅពេលដែលយើងក្រឡេកមើលខ្លួនឯងម្ដងទៀតហើយយើងបើកចិត្តឲ្យទូលាយនិងផ្ដល់ឱកាសឲ្យខ្លួនឯងអាចធ្វើអ្វីឡើងវិញសាជាថ្មីនេះគឺជាចំណុចចាប់ផ្ដើមមួយដែលយើងចាំបាច់ត្រូវតែផ្ដល់ឲ្យខ្លួនឯងវាគឺជាចំណុចមួយដែលសំខាន់ព្រោះថាការផ្ដល់ឱកាសឲ្យខ្លួនឯងបែបនេះគឺធ្វើឲ្យយើងជាមនុស្សថ្មីមួយបានព្រោះថាពេលខ្លះយើងអត់គិតថាយើងអាចសម្រេចអ្វីមួយបានទេដោយសារយើងគិតថាវាមិនអាចទៅរួចហើយយើងក៏មិនអាចធ្វើវាបានដែរនៅពេលដែលយើងគិតបែបនេះគឺយើងបិទឱកាសឲ្យខ្លួនឯងហើយដូច្នេះហើយចំណុចចាប់ផ្ដើមនៅក្នុងការធ្វើអ្វីមួយឲ្យបានសម្រេចគឺការផ្ដល់ឱកាសឲ្យខ្លួនឯងការផ្ដល់ឱកាសឲ្យខ្លួនឯងគឺជាអ្វីមួយដែលយើងចាំបាច់ដូចជាសំណងមួយអញ្ចឹងបើសិនជាយើងអត់គិតថាយើងនឹងធ្វើទេយើងអត់មានចាក់គ្រឹះវាទេដូច្នេះហើយយើងត្រូវមានគ្រឹះមួយដែលរឹងមាំនៅពេលយើងផ្ដល់ឱកាសឲ្យខ្លួនឯងយើងចាប់ផ្ដើមឃើញជាមេឃធៀងក៏ដូចជាផ្លូវមួយដែលមានការបំបែកច្រើនផ្នែកមែនតែននៅពេលនោះហើយដែលយើងចាប់ផ្ដើមគិតថាអូនៅពេលដែលយើងចាប់ផ្ដើមមានឱកាសថ្មីមួយដែលឱកាសនោះបានដោយការដែលយើងបើកឲ្យខ្លួនឯងមានឱកាសគឺជាអ្វីមួយដែលស្រស់ស្រាយភ្លឺថ្លាហើយនឹងគឺជាអ្វីមួយដែលយើងអាចមើលឃើញផ្លូវច្រើនមែនតែនដូច្នេះហើយកុំគិតថាខ្លួនឯងអស់ផ្លូវនៅក្នុងការធ្វើអ្វីមួយនៅពេលដែលយើងបើកភ្លើងឲ្យភ្លឺយើងនឹងអាចមើលឃើញផ្លូវមួយដែលពេលខ្លះមិនមែនជាផ្លូវតែមួយទេផ្លូវមានច្រើនមែនតែនប៉ុន្តែយើងអត់មានផ្ដល់ឱកាសឲ្យយើងបើកភ្លើងមើលសោះថាតើនៅខាងមុខយើងខាងឆ្វេងខាងស្ដាំមានផ្លូវដែលនៅសល់ឬក៏អត់ដោយសារអីដោយសារយើងបិទភ្លើងគឺដូចជាបិទឱកាសខ្លួនឯងអញ្ចឹងគឺយើងងងឹតសូន្យមិនអាចមើលឃើញផ្លូវអីសោះយើងរងចាំឲ្យតែអ្នកដទៃបើកភ្លើងឲ្យយើងប៉ុន្តែពេលខ្លះនៅក្នុងពេលមួយដែលយើងអត់មានអ្នកគេនៅសល់ទេយើងមានតែខ្លួនឯងដូច្នេះហើយយើងត្រូវតែផ្ដល់ឱកាសបើកភ្លើងក៏ដូចជាសាងឱកាសនោះមកដោយខ្លួនឯងដើម្បីជាអំពូលភ្លើងដ៏តូចពេលខ្លះវាជាឱកាសមួយដ៏តូចវាប្រៀបដូចជាភ្លើងធូបមិនមែនជាភ្លើងទៀនទៀតភ្លើងធូបដែលមានពន្លឺតូចមែនតែនប៉ុន្តែយ៉ាងហោចណាស់វាគឺជាពន្លឺមួយដែលធ្វើឲ្យយើងឃើញផ្លូវមួយដ៏តូចមួយដែលយើងអាចនៅតែមានឱកាសដើរទៅមុខបានមនុស្សគ្រប់រូបរួមទាំងខ្លួនឯងផងដែរគឺមិនមានអីដែលយើងថាធ្វើមិនបានសម្រេចឬក៏មិនល្អនោះទេយើងតែងតែមានចំណុចល្អរៀងៗខ្លួនចំណុចពូកែរៀងៗខ្លួនដែលយើងអាចមានជីវិតរហូតមកដល់សប្តាហ៍ថ្ងៃនេះដូច្នេះហើយស្វែងរកចំណុចល្អរបស់ខ្លួនឯងឲ្យឃើញដោយការបើកឱកាសឲ្យខ្លួនឯងសិក្សាអ្វីដែលថ្មីធ្វើអ្វីដែលថ្មីនិងនាំជីវិតរបស់ខ្លួនឯងឲ្យកាន់តែប្រសើរនិងមានពន្លឺបើសិនជាលោកអ្នកចូលចិត្តមាតិកាបែបនេះកុំភ្លេច follow ដើម្បីទទួលបានមាតិកាថ្មីៗក្នុងការអភិវឌ្ឍខ្លួនឯងនិងមនុស្សជុំវិញខ្លួនលោកអ្នកអាចចែករំលែកមតិយោបល់ខាងក្រោមនិងចែករំលែកបទពិសោធន៍ទៅដល់មនុស្សជាទីស្រឡាញ់ទាំងអស់គ្នាបាទសូមអរគុណ